ខ្ញុំព្រះករុណាសូមការអនុញ្ញាតអំពីសំណាក់ព្រះធេរៈមានលោកគ្រូនាយកជាប្រធានសូមការអនុញ្ញាតមុនិន្ទវេតនាមភូជាកភៈសម្ភាវៈសន្តិរីសរណង្បានិណាងវេនីមៃហាំងបៃណយតាំងមណាំងសូមនមស្ការថ្វាយបង្គំចំពោះជុំ3នៃបត្រៃរដ្ឋមានពុទ្ធរដ្ឋធម្មរដ្ឋនិងសង្ឃរដ្ឋដែលជារតនៈដ៏ដងក្នុងលោកសូមនមស្ការថ្វាយបង្គំព្រះធេរៈដែលមានព្រះវត្តមាននៅក្នុងអារាមទាំងមូលជាពិសេសលោកគ្រូនាយកដែលមានព្រះវត្តមាននៅលើឧបដ្ឋានសាលានឹងមិនត្រៀមរឿងទេវទត្តបានសពុតការសាវិកហ្នឹងតែឥឡូវដូចរវើរវាយបាទចង់សម្ដែងអីផ្សេងបាទភាគច្រើនត្រៀមផ្សេងនិយាយផ្សេងណាចឹងថាចាត់គិតផ្សេងនិយាយផ្សេងដល់ពេលត្រៀមរឿងផ្សេងចង់និយាយរឿងផ្សេងហ្នឹងចឹងចិត្តបទជនគេហៅថាចាក់លាក់ចិត្តនៅញាប់ញួរនៅកម្រើកអ្វីដែលត្រៀមអត់ចង់និយាយឡើងថ្ងៃក្នុងនាមខ្ញុំកណាជាសិស្សមួយនាក់មួយអង្គមួយរូបផងថាជាគ្រូបង្រៀនផងសូមដាស់តឿនកណាគុណចាស់គ្រប់អង្គក្តីខ្ញុំកណាដែរយើងត្រូវដឹងពេលវេលាក្នុងការរៀនរបស់យើងព្រោះខ្ញុំកណាមិនបានដើរមើលទេគ្រាន់តែសង្កេតឃើញគឺកណាគុណចាស់ទៅរៀនយឺតម៉ោងច្រើនមានយឺត5នាទីទេអង្គខ្លះឆ្លួយដល់15នាទី20នាទីក៏មានអញ្ចឹងប្រសិនបើយើងជាអ្នកប្រាថ្នាការសិក្សាគោលដៅធំបំផុតគឺច្បាប់សាលាយើងបប្រតិបត្តិតាមច្បាប់សាលាយើងខ្លាចជាសិស្សល្អមួយទោះបីតែគេមិនបាននិយាយថាយើងជាសិស្សល្អប៉ុន្តែអាទង្វើដែលយើងធ្វើទៅតាមគោលការណ៍របស់សាលាហ្នឹងវារុញយើងទៅឲ្យធាក់ចូលនៅក្នុងទង្វើល្អមួយគេហៅថាជាសិស្សគំរូមួយហើយប្រសិនបើយើងរៀនបានចេះដឹងចេះចាំពូកែហើយអត្តចរិតអធ្យាស្រ័យល្អទៀតគេហៅថាជាសិស្សគំរូក្នុងសាលាក្នុងវត្តមានអត់ពាក្យខ្លះមិនបាច់គេថាទេឧបមាគេសរសើរថាខ្ញុំកណាសរសើរថាសិស្សមួយនេះល្អតែបើអធ្យាស្រ័យអត់ល្អទោះបីសរសើរមិនក៏អត់ល្អដែរមានទេវាអត់ទូតាមមាត់ទេមានអត់អញ្ចឹងយើងត្រូវដឹងថាម៉ោងណាដែលយើងត្រូវងើបម៉ោងណាដែលយើងត្រូវទៅដល់សាលាម៉ោងណាដែលយើងត្រូវសូត្រមេរៀនម៉ោងណាដែលយើងត្រូវរៀនដល់យើងដឹងអញ្ចឹងទៅយើងនឹងក្លាយទៅជាសិស្សល្អដោយអូតូម៉ាទិកឬដោយស្វ័យប្រវត្តិដោយបច្ចុប្បន្នដោយខ្ញុំកណារៀនម៉ោងខ្ញុំកណារៀនមួយលោកគ្រូវុតហ្នឹងគាត់ចូលរៀនម៉ោង2អញ្ចឹងខ្ញុំកណាទៅម៉ោង1:40ម៉ោង1:40ពេលខ្លះត្រួយដល់ម៉ោង3កន្លះដែរម៉ោង3ច្រឡំសង្ខអញ្ចឹងណានឹងសិស្សល្អអត់ចឹងមិនថាខ្ញុំកណានិយាយខាងដើមថាក្នុងនាមខ្ញុំកណាជាសិស្សមួយម្នាក់យើងនិយាយខ្លួនឯងនិយាយម្នាក់ចឹងណាបើនិយាយជាមួយគេយើងនិយាយរូបចឹងទៅក្នុងនាមខ្ញុំកណាជាសិស្សម្នាក់ហើយកណាគុំម្ចាស់ជាសព្រមចារីជាសហាយចឹងទៅខ្ញុំកណាចឹងដាស់តឿនទាំងអស់គ្នាសហាយហ្នឹងភាសាខ្មែរយើងសហាយសមន់យើងលួចមានប្រពន្ធលួចមានស្រីក្រៅតែសហាយភាសាបាលីគឺសម្លាញ់ស្និទ្ធស្នាលដូចយើងរាប់អានអង្គណាឆ្លាញ់រាប់អានអង្គណាចឹងគេហៅសហាយដែរអញ្ចឹងណាអញ្ចឹងយើងត្រូវគោរពច្បាប់សាលាទាំងអស់គ្នាមិនថាខ្ញុំកណាមថាកណាគុណចាស់ទេគឺត្រូវព្យាយាមដាស់តឿនខ្លួនឯងព្រោះការសិក្សាគ្រូអ្នកបង្រៀនមិនមែនបានផលមកលោកទេគឺបានទៅយើងបើយើងខំប្រឹងត្រង់ត្រាប់ស្ដាប់ហើយបប្រតិបត្តិចំណេះដឹងទាំងអស់នោះគឺបានទៅខ្លួនកណាគុណចាស់វិញអត់បានមកគ្រូទេបើលោកបប្រតិបត្តិល្អលោកបានផលត្រង់ថាខំបប្រតិបត្តិខ្លួនឯងអញ្ចឹងណាដោយក្នុងរឿងថ្ងៃមុនយើងប្រែរឿងអីថាប្រសិនបើអាចារ្យនឹងធ្វើល្អបប្រតិបត្តិទៅវាបានផលខ្លួនឯងតែបើមិនធ្វើល្អទេលោកបានត្រឹមតែការធ្វើវត្តរបស់អន្តេវាសិកហ្នឹងឯងព្រោះថាអន្តេវាសិកទៅធ្វើវត្តព្រឹកល្ងាចបោះច្រាស់បោកជាវោបោះកត់ជូតកត់កេនអាហារឆាន់ប៉ុន្តែអាផលនៃការបប្រតិបត្តិអត់បានដូចថាប្រៀបដូចនាគខ្វៀលគោឲ្យគេអញ្ចឹងព្រឹកឡើងយកគោចេញពីផ្ទះគេមកល្ងាចឡើងដឹកមកវិញដល់ថ្ងៃយកលុយខែមួយខែឬថាលុយថ្ងៃអញ្ចឹងទៅមួយថ្ងៃប្រហែល100000 200000អញ្ចឹងទៅបានតែប៉ុណ្ណេះតែអារសនៃអាទឹកដោះគោដែលរសដែលកើតពីទឹកដោះគោសាច់គោហ្នឹងវាអត់បានបរិភោគបានយកទៅត្រឹមថ្លៃឈ្នួលអញ្ចឹងហើយទាក់ទងនឹងនេះបង្រៀនដូចគ្នាបើមិនបានបប្រតិបត្តិខ្លួនឯងទេបានថាត្រឹមតែធ្វើកូនសិស្សធ្វើតែវត្តប៉ុណ្្នឹងឯងអត់បានប្រយោជន៍អីទេអានេះលោកក្នុងអត្ថកថាធម្មបទលោកប្រាប់អញ្ចឹងណាខ្ញុំកណាចាំច្បាស់អញ្ចឹងគ្រាន់ដាស់តឿនវិញថាកណាគុំចាស់ព្យាយាមធ្វើខ្លួនឯងឲ្យបានតាមកម្មវិធីរបស់សាលាម៉ោងណាយើងត្រូវចូលរៀនម៉ោងណាយើងត្រូវចេញលេងម៉ោងណាយើងត្រូវចូលរៀនចេញរៀនយើងធ្វើតាមនោះទៅវាមិនមែនថាព្រឹកត្រឹមថាម៉ោង7កន្លះម៉ោង6កន្លះចូលរៀនគឺទៀងម៉ោង6កន្លះទេ
យើងអាចទៅជ្រុលបន្តិច2 3នាទីអីចឹងទៅកុំឆ្លួយដល់ម៉ោង7អីណាបើច្បាប់ស្លាមពីមុនម៉ោង1គេវាយរគាំងយើងស្រង់ទឹកចឹងទៅស្រង់ទឹករហូតដល់ម៉ោង1 10នាទី15នាទីចឹងថាយើងម៉ោង1 30នាទីយើងចូលរៀនចឹងម៉ោង1 15ឬ20យើងទៅដល់សាលាសូត្រមេរៀនចឹងទៅឬថាបើម៉ោង1កន្លះចូលរៀនគ្រូចូលយើងទៅមុនដល់ធ្វើម៉េចម៉ោង1 15នាទីអីចឹងទៅស្វាតជាមេរៀនអាណាដែលយើងទិញមេរៀនដែលគ្រូឲ្យទិញអីយើងស្វាតជាចឹងទៅធ្វើឲ្យជំនាញការចាំរបស់យើងក៏ចាំបានយូរណាហើយយើងក៏បានរំលឹកមេរៀនចាស់ចឹងទៅហើយសូត្រយើងដូររហូតដូរមុខណាស់យើងសូត្របើថានេះរៀនវិន័យហ្នឹងថ្ងៃនេះសូត្របរាជិកស្អែកសង្ឃាសេះខាងស្អែកអីតទៅចុះឡើងចឹងណារំលឹកក្បាច់គុណចាស់ឬហៅរំលឹកមេរៀនចាស់ឬក៏ទិញអង្គអាណាបាត់អីចឹងទៅអញ្ចឹងយើងរៀនស្បាយដល់ពេលយើងបច្ចុប្បន្នសឹងគ្រប់ថ្នាក់សង្កេតមើលអត់ស្បាយទៅរៀនអត់ស្បាយទេសិស្សឃើញមុខគ្រូដូចឃើញត្រីអាំងអីឃើញត្រីអាំងចំស៊ីហ្នឹងសិស្សឃើញមុខគ្រូក៏ដូចឃើញសត្រូវសិស្សគ្រូឃើញមុខសិស្សឃើញសត្រូវអញ្ចឹងអត់ស្បាយទៀតទេហើយសព្រមចារីផងគ្នាឃើញមុខគ្នាដូចឃើញសត្រូវយ៉ាងម៉េចទេអញ្ចឹងអត់ស្បាយរៀនទេបើយើងគឺថាជាមិត្តភក្តិរបស់អញជាគ្រូរបស់អញជាសិស្សរបស់អញអញ្ចឹងយើងធ្វើចិត្តក្តារអញ្ចឹងទៅស្បាយទៅឃើញមុខគ្នាស្បាយក្នុងការរៀនដល់ពេលនិយាយអញ្ចឹងនឹកឃើញរឿងអតីតដែលខ្ញុំកណាធ្លាប់ជួបផ្ទះខ្លួនឯងណាប្រហែលជា2014 13ហ្នឹងចង់សឹកខ្លាំងពេកដេកមិនលក់បក់មិនហើយតែបានគុណសព្រមចារីហ្នឹងឯងជួយអានេះក៏និយាយរឿងដើមដែលសាធ្លាក់ចូលគីឡូនេះនឹកឃើញឲ្យគណៈគុណចាស់ពិចារណាមើលកាលហ្នឹងថ្នាក់ខ្ញុំគណៈដូចជាជិត40អង្គថ្នាក់បរាជិក2ថ្នាក់បរាជិកទាំង2ហើយខ្ញុំគណៈចង់សឹកខ្លាំងគិតអីមិនចេញទេស្រាប់តែគិតទៅថាបើអញសឹកទៅអាការឃើញសព្រមចារីមករៀនហ្នឹងលេងឃើញទៅហើយបើយើងសឹកទៅលេងនៅវត្តមិនចឹងហីនោះទៅវាលស្រែនោះដល់ពេលអញ្ចឹងឃើញអញ្ចឹងទៅពិចារណាគុណលោកថាឃើញស្មើស្មៃឃើញលោកកាន់3ដកកាន់អត្ថកថាទៅរៀនថ្ងៃឡើងទៅរៀនព្រឹកឡើងមកវិញអញ្ចឹងទៅចាប់យកអាសភាពនៃលោកទៅរៀនជាអារម្មណ៍អញ្ចឹងទៅគិតថាអញអត់សឹកទេអត់សឹកអញ្ចឹងគ្រាន់តែសម្រេចចិត្តតែប៉ុណ្ណឹងដេកលក់ស្រួលហ្មងអាពេលយើងចង់សឹកឧទាហរណ៍ទេបើយើងនិយាយស្រួលបួសថាប្រឹងរត់ចេញពីវត្តទេណាទៅផ្ទះម៉ែហ្មងណាតែទ្រាំទៅស្មើស្មៃឃើញសព្រមចារីកាន់3ដកកាន់អីទៅរៀនអញ្ចឹងទៅយកអាសភាពនៃលោកទៅរៀនជាអារម្មណ៍ណាមួយរៀនកាលនោះវាអត់សូវមានបញ្ហាជាមួយគ្នាទេគឺស្រឡាញ់គ្នាអញ្ចឹងទៅមានស្រឡាញ់ស្នេហាទេណាស្រឡាញ់រឹបអានគ្នាដូចមិត្តភក្តិអញ្ចឹងណាដល់ពេលអញ្ចឹងបានគុណលោកនោះជាអារម្មណ៍អញ្ចឹងទៅក៏ដាក់ចិត្តថាឥឡូវអត់សឹកទេរហូតដល់បច្ចុប្បន្ននេះតែបច្ចុប្បន្នវាចង់មិនទាន់ដល់កម្រិតកាលដូចកាលនោះណាបើសិនទៅដល់ថាចង់សឹកដល់អាកម្រិតមួយទៅថាដោយអាកាល2013 14ហ្នឹងពិចារណាគុណសព្រមចារីផែមិនឃើញទេមើលទៅបើម្នាក់ឃើញមុខគ្នាដូចឃើញសត្រូវអញ្ចឹងហ្នឹងមែនអត់បើឃើញទៅអឺនដាក់គ្នាអញ្ចឹងយើងមានបើថាមានអនុស្សាវរីយ៍ល្អអញ្ចឹងធ្វើឲ្យយើងពិចារណាគុណនឹងគ្នាឃើញទៅធ្វើឲ្យចិត្តផ្លាស់ប្ដូរបានតែដល់ពេលជួបមុខពឹបមុខកញ្ញោដាក់គ្នាជួបមុខពឹបរត់តែខំគ្នាអញ្ចឹងមិនទោសខំគ្នាអក្រក់ពេករត់តែឆ្លោះគ្នាអញ្ចឹងពេលពិចារណាគុណអត់ចាញ់ដល់ពេលអញ្ចឹងមានតែចិត្តមួយគ្រាពីភ្នោះហ្នឹងនៅធ្វើទេសព្រមចារីអត់ស្បាយផងឃើញទេដល់ពេលអញ្ចឹងនឿយណាយក្នុងអត់ចង់នៅក្នុងវត្តអត់ចង់នៅក្នុងភ្នោះឃើញគុណរបស់កុហកវិញឃើញនាងស្លីពាក្យខ្លីអាវលេចភ្លឺលេចក្រមកស្អាតទៅវិញឃើញគុណបាត់ហើយដោយសកម្មគុណណាអាគុណលេងហ្នឹងគេយើងប្រែយកគុណបដ ாய் ទៅគុណរបស់កាមហ្នឹងណាដល់ពេលអញ្ចឹងឃើញអានសងនៃកាមឃើញទោសរបស់បព្វជិតនេះបុគ្នាឯងហ្នឹងដល់ពេលអញ្ចឹងចង់សឹកគឺអត់នៅដែរបើន័យថាអត់មានអាសភាពសេចក្តីល្អរវាងគ្នានឹងគ្នាឲ្យទាក់ចិត្តណាឃើញទោសចាប់ដើមពឹបទោសចាប់ដើមពឹបឃើញទោសបុគ្គលនេះមានកំហុសចេះបុគ្គលនេះមានកំហុសអញ្ចឹងដល់ពេលអញ្ចឹងចិត្តយើងដែលថាឲ្យត្រេកអរក្នុងភ្នោះវាអត់មានបើយើងនិយាយទៅថាខ្វះអាវាសជាទីស្បាយខ្វះសព្រមចារីឬបុគ្គលជាទីស្បាយឃើញអត់តែបើយើងចេះធ្វើសេចក្តីល្អដាក់ដល់គ្នានឹងគ្នាទៅវិញទៅមកអញ្ចឹងទៅស្រាប់តែថ្ងៃណាចង់សឹកនឹកឃើញគុណបើមិននឹកឃើញទេក៏ចូលទៅរកលោកអើយលោកជួយបន្ទោបងនៅសេចក្តីអបសុខហ្នឹងដល់ពេលទៅលោកជួយណែនាំលេខកើតជើងត្បូងទៅយើងស្ដាប់ទៅយល់ដូរចិត្តបានមួយខែទៀតទៅមួយឆ្នាំទៀតទៅមែនអត់ទល់តែនេះដែលធ្លាប់ឆ្លងកាត់អាការចង់សឹកនឹងខ្លាំងបានយល់អារម្មណ៍មួយនឹងបើកណាគុំចាស់ដែលមិនទាន់ឆ្លងកាត់ទេនឹងគិតថាខ្ញុំកណានិយាយវាកណាលេងសើចណាទោះអាពលអារម្មណ៍ចិត្តមួយដែលពលត្រូវអាសភាពបែបហ្នឹងបានដឹងថាវាពិបាកទ្រាំប៉ុណ្ណាណាវាគ្រាន់តែប្រាប់ថាអញ្ចឹងបានថាបើយើងមានសេចក្តីល្អដល់គ្នានឹងគ្នាធ្វើសេចក្តីល្អដល់គ្នានឹងគ្នាទៅវាជាបច្ច័យដែរបានពិចារណាគុណសព្រមចារីអញល្អអញ្ចឹងបើសិនតែអញសឹកទៅ
ងាយបានជួបបុគ្គលមានសភាពយ៉ាងហ្នឹងទេអញ្ចឹងធ្វើឲ្យចិត្តវាត្រេកអរក្នុងភ្នោះវិញអញ្ចឹងយើងមើលតាមរឿងរ៉ាវពីដើមអញ្ចឹងព្រះធេរៈទាំងឡាយពេលមុននឹងលោកមកបួសលោកឃើញទោសរបស់កម្មគុណហើយហ្នឹងមែនអត់ឃើញអូការនៅគ្រប់គ្រងផ្ទះពិបាកចេះការមានគ្រួសារបាក់ចេះលោកនឿយណាយស្រាប់តែព្រះអង្គឬក៏ភិក្ខុធេរៈអង្គណាដែលលោកមានធ្វើមុតអញ្ចឹងណែនាំមកបើនាគចូលទៅបួសចេះល្អចេះលោកស្ដាប់បានមកបួសមកបដិបត្តិត្រូវតាមអ្វីដែលព្រះមានព្រះភាកសម្ដែងអញ្ចឹងចិត្តគ្រាចាក់អកុសលធម៌បាត់ហើយចាក់កម្មគុណចិត្តមូលធ្លុងទៅក្នុងកុសលធម៌គឺត្រេកអរក្នុងភ្នោះបើយើងបច្ចុប្បន្នបើសម្រាប់ខ្ញុំកណាបនិតដតេមិនដឹងទេណាឲ្យត្រេកអរក្នុងភ្នោះអត់ត្រេកអរទេឲ្យថាស្បាយក្នុងការនៅជាភេទជានិបព្វជិតអត់ស្បាយទេចាំមិនក៏បានចេះទ្រាំនៅបានដោយអំណាចថាស្លាញ់ភេទនឹងផងដោយអំណាចការអត់ធ្មត់នឹងផងអត់ទ្រាំបានប្រមាណយកប៉ុណ្ណឹងអាគេហៅថានិយាយចោលណាទ្រាំបានប្រមាណយកប៉ុណ្ណឹងទ្រាំបានសឹកបានតែប៉ុណ្ណឹងមានអត់បើឲ្យយើងពេញចិត្តស្បាយក្នុងការនៅភេទជានិបួសនោះអត់មានទេម្នាក់សឹងថាកណាគិតថាអញ្ចឹងហ្មងម្នាក់ដោយច្រើនណាស់មិនមានទាំងអស់ទេថា90% 100%អីវៃដល់ 70% អីនេះដែលនៅក្នុងភ្នោះហើយអត់សុបាយមកពីអីគេមកសុបាយក្នុងយើងព្រែនធំបាត់មានប៉ុន្មានកន្លែងខ្លះមាន4មានទេអាវាសជាទីសុបាយអាហារជាទីសុបាយបុគ្គលជាទីសុបាយធัวជាទីសុបាយបើយើងព្រែងថ្ងៃមុនមានសុបាយច្រើនមានអាវាសមានស្អីទៀតអាហារមានអីទៀតសុបាយច្រើនណាចឹងអាវាសជាទីសុបាយយើងវត្តនឹងបរិយាកាសល្អរស់នៅស្រួលដល់សេនាសនៈជាទីសុបាយកត់កនៅស្រួលអាហារជាទីសុបាយអាហារឆានទៅវាមិនសូវធ្វើទុកសុខភាពណាវាជំនួយដល់សុខភាពបុគ្គលជាទីសុបាយយើងនៅស្រឡាញ់គ្នាដូចបងប្អូនមានឆ្លោះទោះទែងគ្នាដល់ពេលអញ្ចឹងយើងនៅសុខតែដល់ពេលជួបមុខគ្នាពឹបជេរមកចោគ្នាស្បាយអត់ស្បាយមិនឃើញញឹមដាក់គ្នារងៃហ្នឹងញឹមទាំងកំហឹងហើយកុំដូចនេះអីគេធេរៈអធិដ្ឋានលោកពោលណាថាសត្វតិរច្ឆានដែលមានជាតិត្រង់ដល់ពេលមនុស្សយើងមិនមានកលល្បិចទេណាសត្វតិរច្ឆានឆ្កែអីបើថាវាស្លាញ់យើងវាហក់មកលូតមកអបមកលិតមកជក់អីណាដល់ពេលវាស្អប់យើងវាព្រុសហ្មងវាសំដែងអាការៈខឹងសញ្ញាញចង្គមរោគខំរោគអីចឹងវាដឹងថាអូយើងដឹងថាអូអាសត្វនេះអត់ចូលចិត្តអញទេតែមនុស្សអត់ទេអានេះតាមន័យអធិដ្ឋាកណាថាតាមអធិដ្ឋាធម្មបទមនុស្សអត់ទេមនុស្សមានល្បិចច្រើនស្លាញ់យើងក៏សំដែងសេចក្តីល្អដាក់យើងក៏បានស្អប់យើងក៏ធ្វើជាស្លាញ់យើងក៏បានមនុស្សវាកងវាមានល្បិចច្រើនអញ្ចឹងកលមេយាណាឬក៏មេយាធัวដែលនៅខាងក្នុងចិត្តនេះអាកលល្បិចនៅក្នុងចិត្តមនុស្សណាគឺចេះគេហៅចេះសិល្បៈក្នុងការសំដែងច្រើនអ្នកខ្លះគេមករកយើងនិយាយល្អរកយើងឲ្យនេះឲ្យនោះយើងមិនប្រកាសថាគេស្រឡាញ់យើងទេអាចថាជាអន្ទាក់ជាធ្នាក់ដាក់យើងឲ្យជាប់ហើយក៏ប្រហាបងមកហាបងចោលដូចនាងដែលក្នុងធម្មបទដែលលោកលើកនាងនឹងបានប្តីចោលណាបានប្តីចោលដល់ពេលអូនមេដាបេដាអត់ចង់ឲ្យយកគាត់ចេះតែចង់បានឪពុកម្ដាយយកបរោះដែលអត់មានកំហុសហ្នឹងឲ្យគេយកទៅសម្លាប់យកចោលមកធ្វើជាកូនប្រសាដល់យកធ្វើជាកូនប្រសាមកអាកូនប្រសាចោលអត់ចេះនោះស្ងៀមគាត់ធ្លាប់តែធ្វើចោលដើរហើរសេរីអត់មានច្បាប់ទម្លាប់ទេចង់ដើរចង់ដេកចង់រត់ចង់ផឹកចង់ស៊ីដល់ពេលអញ្ចឹងគេឲ្យនៅក្នុងតកូលគេនេះត្រឹមត្រូវមិនចេះនៅមែនទេដល់ពេលអញ្ចឹងគាត់រៀបរបិចយកប្រពន្ធទៅសម្លាប់យកប្រពន្ធទៅសម្លាប់ទៅប្រពន្ធពាក្យមាសទូលនឹងច្រើនទៅរោសម្លាប់ដល់ពេលប្រពន្ធដឹងថាប្តីយកខ្លួនទៅសម្លាប់អញ្ចឹងគាត់រៀបរបិចថាបើសិនតែនេះទេអញនឹងស្លាប់អញ្ចឹងគាត់ធ្វើជាដើរប្រតិសិនប្តី3ជុំដើរប្រតិសិនដើរអបប្តីដើរប្រតិសិនអបប្តីភ្លេចខ្លួនច្រានប្តីទលាក់ស្លាប់បាត់ទៅនេះឃើញល្បិចអត់មនុស្សយើងល្បិចអញ្ចឹងណាល្បិចត្រង់ម៉េចប្តីដើម្បីសម្លាប់ខ្លួនឯងនៅខ្លួនឯងដើម្បីការពារកុំឲ្យប្តីសម្លាប់ត្រូវរៀបរបិចធ្វើជាមុននឹងប្តីស្លាប់មុននឹងខ្ញុំស្លាប់សូមប្រតិសិនបងសម្លាញ់សិន3ជុំសិនប្រតិសិនអបផ្លេចអបកើតប្តីគេពើងទ្រូងដែរអាងថាមុនក្រោយនាងនឹងស្លាប់ដែរអញ្ចឹងមិនបានប្រយ័ត្នខ្លួនទេនាងនោះយកបាត់ដៃទាំងពីរអ្នកធ្លាប់មើលរឿងអញ្ចឹងគេថាបាត់ដៃព្រះយូឡាយណាទាំងពីរច្រានប្តីទលាក់ស្លាប់បាត់នេះចង់ថាមនុស្សយើងគឺល្បិចអញ្ចឹងមនុស្សយើងល្បិចអញ្ចឹងពេលខ្លះសម្ដែងអាការៈធ្វើជាស្រឡាញ់យើងធ្វើជារាប់អានយើងយើងនិយាយជាតាមធัวទៅមិនចង់ថាប៉ុន្តែក្នុងចិត្តគេចឹងបើអញមានឱកាសដកដាវកាត់ក្បាលចូលមកចង់ថាមនុស្សយើងវាពិបាកមើលជាងសត្វទេវឆានហ្នឹងក្នុងធម្មបទអត្ថកថាធម្មបទលោកសម្ដែងចឹងថាមនុស្សយើងសាំញ៉ាំពេលពិបាកស្មានចិត្តយើងនិយាយថាពិបាកស្មានចិត្តថាតើគេស្រឡាញ់យើងស្មោះអត់រាប់អានយើងស្មោះអត់ចឹងណាតែបើសត្វទេវឆាន
ឆ្កែចឹងដូចយើងដើរទៅកន្លែងណាគាត់ណាគេចឹងឆ្កែណាវាស្លាញ់យើងវាដើរមកលិតជើងយើងលិតលោតអបយើងធ្លាប់ជួបអត់ធ្លាប់ជួបឆ្កែភេទហ្នឹងអត់បើតែវាមិនស្លាញ់ទេវាព្រុសយើងមែនទេព្រុសរោគខំយើងណារឿងត្រៀមរឿងទេវទត្តបានសម្ពុតការសាវកដល់ពេលទៅចេញរឿងអានេះដូចនេះលេងល្បែងដែរហ្នឹងចាក់លេងចេញឲ្យកើតចាក់ខ្លាឃ្លោកចឹងណាចាក់ក្តាមចេញបង្កងហ្នឹងឯងត្រៀមរឿងទេវទត្តបានសម្ពុតការសាវកដល់ពេលទៅចេញរឿងសាលាហើយហ្នឹងរឿងมันមានសេចក្តីសុខស្នាលគ្នានោះណាធ្លាប់ចាំពាក្យលោកគ្រូនាយកកាលកណានរៀនមួយលោកអភិធម្មពាក្យនោះកណាធ្លាប់លើកជាលើកទី1ឬក៏លើកដំបូងភាតរភាពប្រែថាម៉េចភាតរៈបងប្អូនភាពជាបងប្អូនភាពនៃខ្លួនជានៃបុគ្គលនោះជាបងប្អូនដូចយើងអញ្ចឹងយើងរស់នៅជាមួយគ្នាបើយើងរៀបរាប់ថាតើទាំងអស់នេះពីមុនស្គាល់គ្នាទេអត់ទេមែនទេតែដល់យើងបានមកបួសជាមួយគ្នាមកក្នុងសំណាក់ធម៌វិន័យជាមួយគ្នាក្នុងសំណាក់ពុទ្ធសាសនាជាមួយគ្នាមកយើងនឹងមានចិត្តស្រឡាញ់គ្នាដូចបងដូចប្អូនសួរថាស្រឡាញ់បងប្អូនយើងមិនចេះឆ្លោះគ្នាមានឆ្លោះគ្នាតែប៉ុន្តែអត់ប្រកាន់ដូចបងនិងប្អូនវ័យគ្នាយំល្ងាចព្រឹកឡើងត្រូវគ្នាមែនទេវ័យគ្នាព្រឹកថ្ងៃឡើងត្រូវគ្នាវិញអញ្ចឹងមែនទេធ្លាប់អត់អង្គណាធ្លាប់វ័យជាមួយបងប្អូននេះអាភាតរភាពអញ្ចឹងគឺស្រឡាញ់គ្នារាប់អានគ្នាដូចបងដូចប្អូនអញ្ចឹងទោះបីខឹងក៏មិនខឹងយូរមិនចង់គំនុំដល់ថ្នាក់តាមសម្លាប់អីចឹងណានេះភាតរភាពតែដល់ពេលចិត្តយើងអត់មានរឿងបន្តិចក៏ឆ្លោះគ្នាបែកបាក់គ្នាដែរបើមិនជឿមើលរឿងកសំពីមើលគ្រាន់តែរឿងវិន័យធោចូលទប់ទឹកភ្លេចចាក់ទឹកសល់មែនទេចាក់ទឹកសល់វិន័យធោចូលទៅក្រោយឃើញប្រាប់ថានេះជាទោសហើយធម្មគតិក៏លោកថាអត់ដឹងបើទោសលោកនឹងសម្ដែងនេះលោកធម្មគតិមុនដំបូងលោកថាលោកនឹងសម្ដែងទោសតាមទោសតែវិន័យធោលោកប្រាប់ទៀតថាប្រសិនបើធ្វើនោះដោយមិនមានចិត្តខ្លែងមានជាអាបត្តិលោកប្រាប់អញ្ចឹងដល់ពេលវិន័យធោលោកសំទោសធម្មគតិលោកសម្គាល់ថានឹងជាអាណាបាត់ដល់ពេលទៅប្រាប់កូនសិស្សនោះទៅដល់នោះចាក់គ្នាសម័យឡើយគេហៅថាឆាន់ត្រាវណាឆាន់ត្រាវទៅចាក់ចុចគ្នាលេខកើតបែកបាក់គ្នាបែកមិនមែនតែ2អង្គទេណាលោកប្រាប់ថាតាំងពីភិក្ខុណីសាមណេរីឧបាសកបាសិការហូតដល់ទេវតាជនខ្ពស់រហូតដល់អកនិដ្ឋព្រំដែលជាពុទ្ធជនគ្រាន់តែរឿងដែលយើងនិយាយមិនទោះតែយើងអាក្រក់ស្ដាប់តិចណាថាគ្រាន់តែរឿងអាចបន្តិចសោះណាបែកបាក់គ្នាដល់ពួកព្រំនោះសំខាន់នេះបន្ថែមរបយនេះអោយទៅសម្បូរនេះឆាន់ត្រាវច្រើនចាក់ចុចដឹងតែបែកបាក់គ្នាហើយទីណាដូចទីណាមិនថាសង្គមណាសម័យណាទេអោយទៅសម្បូរនេះដែលប្រកែពង្រីកស៊ូមណាស៊ូមអារឿងបន្តិចស៊ូមមួយធំអញ្ចឹងដឹងតែរឿងទីនោះអត់ដែលបានសក់ទេមែនអត់មើលយើងមើលក្នុងវិន័យយើងរៀនឲ្យកោសំពីនោះក្រុងកោសំពីពួកភិក្ខុគ្រាន់តែរឿងទឹកមកផ្ទល់បន្តិចនឹងបើថាលោកឧមាថាធម្មគតិលោកថាខ្ញុំក្រាបត្រោបាត់ហ្នឹងសូមសម្ដែងចេញសម្ដែងប៉ុណ្ណឹងចប់បាត់ហើយមែនទេសម្រុំតាមធัวមកវិញចប់បាត់ហើយតែមានណាយកទៅពង្រីកថែមរហូតដល់សំបីពួកព្រំអាព្រំពួកអក្រិតព្រំដល់លោកថាដល់អក្រិតព្រំអាចថាបើយើងរកអក្រិតព្រំជាទីតាំងអាចថាក្រមនឹងមួយជាន់អញ្ចឹងទៅតាំងពីមនុស្សរហូតដល់នោះបែកបាក់គ្នាជាពីរពួកលោកថាដែលជាបទជនទៀតអញ្ចឹងណាអញ្ចឹងគណៈគុំចាស់ព្យាយាមមិនថាគណៈតាគីទេអារឿងទោសៈចិត្តយើងវាមានដូចគ្នាអញ្ចឹងតែយើងព្យាយាមធ្វើចិត្តយើងធ្វើម៉េចឲ្យនៅជាកដាលមកថាស្រឡាញ់ដូចជាបងដូចប្អូនអញ្ចឹងអត់អីទេយើងធ្វើយូរទៅបានប្រហែលយកប៉ុណ្ណឹងទៅយើងមិនបានដឹងធ្វើម៉េចបើយើងព្យាយាមហើយមែនទេព្យាយាមស្រឡាញ់គ្នាដូចបងដូចប្អូនហើយណាអញ្ចឹងសូមប៉ុណ្ណឹងចុះខុសត្រូវឲ្យសូមខន្តីពីសំណាក់លោកគ្រូធេរៈគណៈគុំចាស់ក្នុងគណៈពូលនេះមិនមែនបំណងបៀតបៀនទេគ្រាន់តែលើកឡើងជាគ្រឿងបង្ហាញព្រោះខ្លួនឯងក៏នៅមានអកុសលមានទោសៈលោភៈមោហៈដូចគ្នាអញ្ចឹងសម្រាប់ជាបុណ្យកុសលថ្ងៃមុនទៅចូលរួមបុណ្យផ្ទះបងចំនួន1បានត្រូវការកមកបេទៅគេលោកហើយចាស់សរិនគ្រូសរិនគេមកបេផងចូលរួមបច្ច័យ100000ដែរអញ្ចឹងបុណ្យកុសលទាំងឡាយទាំងពួងនៅខ្ញុំគណៈបានធ្វើសូមប្រគេនគណៈគុំចាស់ថាមានចំណែកបុណ្យនឹងទាំងអស់នោះសូមអនុមោទនាសូមកញ្ញាពីសំណាក់ធិរៈខ្មាទុទិបុណ្យចប់ទោឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យព្រាំងព្រាន់ហើយក្នុងព្រះធម៌ព្រះសង្ឃជាម្ចាស់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណាអ៊ីទាំងវោញាតៃណាងហោតោសុទុញាតយោរីបននេះចូលមានដល់ញាតទាំងឡាយសូមញាតទាំងឡាយ
នាងដល់នៅសេចក្តីសោកចោទីវាកន្តវានិវេទយងលោកកម្មហិយេសន្តាជីវន្តាហារហេតុកាមភោជាណាងសាពេលផន្តុមមេចេតសាទេសូមអនុមោទនា